ជំរាបសួរបងប្អូនអ្នកអនុវត្តច្បាប់ស្រូបទាញទាំងអស់គ្នាជាទីគោរពស្រឡាញ់បងប្អូនអ្នកទស្សនាវីដេអូរបស់ខ្ញុំទាំងអស់គ្នាជាទីគោរពស្រឡាញ់ចាបងប្អូនទាំងអស់គ្នាបងប្អូនដែលរៀនច្បាប់ស្រូបទាញបងប្អូនដែលមើលវីដេអូរបស់ខ្ញុំគឺសុទ្ធតែជាអ្នកដែលអនុវត្តច្បាប់ស្រូបទាញបងប្អូនអ្នកអនុវត្តច្បាប់ស្រូបទាញបើតាមតែខ្ញុំពិនិត្យមើលកន្លងមកគឺជាខ្ញុំជាដើមខ្ញុំចាប់ផ្ដើមរៀនច្បាប់ស្រូបទាញចាប់ផ្ដើមអនុវត្តច្បាប់ស្រូបទាញជាមួយនឹងម៉ែរួមគឺយើងលក់ផលិតផលចាអញ្ចឹងសម្រាប់បងប្អូនអ្នកលក់ណាបងប្អូនអនុវត្តច្បាប់ស្រូបទាញអញ្ចឹងបងប្អូនគេថាច្បាប់ស្រូបទាញគឺយើងអនុវត្តដោយតាំងចិត្តណាបងប្អូនចាច្បាប់ស្រូបទាញយើងអនុវត្តដោយតាំងចិត្តតែក៏គេមានអនុវត្តដោយមិនតាំងចិត្តដែរគឺគេមិនបានគេថាគេមានអារម្មណ៍ល្អចិត្តរបស់គេល្អតម្រង់ទៅត្រូវជាមួយនឹងផ្លូវរបស់ច្បាប់ស្រូបទាញតែម្ដងប៉ុន្តែគេអត់ដឹងថាគេកំពុងតែអនុវត្តច្បាប់ស្រូបទាញទេអញ្ចឹងគេនោះគឺជាមនុស្សល្អស្រាប់តែម្ដងណាបងប្អូនចាអញ្ចឹងសម្រាប់ដូចជាខ្ញុំជាដើមខ្ញុំក៏មិនមែនជាមនុស្សល្អអីដែរអញ្ចឹងបងប្អូនទាំងអស់គ្នាយើងមកតាំងចិត្តសាងឲ្យយើងក្លាយទៅជាមនុស្សល្អចាអញ្ចឹងបងប្អូនទាំងអស់គ្នានៅលើโลกនេះអត់មានអ្វីដែលបានមក free ទេអត់មានអ្វីដែលបានមក free អត់មានអ្វីដែលបានមកដោយយើងមិនបានសាងនោះទេចាសាងហេតុទៅកើតផលបងប្អូនសាងហេតុទៅបានផលមានហេតុទៅមានផលអញ្ចឹងសម្រាប់ការអនុវត្តច្បាប់ស្រូបទាញគឺឲ្យយើងតាំងចិត្តសាងគឺសាងហេតុចាសាងហេតុដើម្បីវាកើតផលអញ្ចឹងបងប្អូនត្រឡប់មកគិតឡើងវិញណាអ្វីដែលយើងខំប្រឹងសាងទាំងអស់ហ្នឹងគេហៅថាសាងហេតុទៅបានកើតផលអញ្ចឹងបងប្អូនទាំងអស់គ្នាសាងហេតុបែបណាកើតផលបែបនោះចាសាងហេតុបែបណាកើតផលបែបនោះអញ្ចឹងការសាងហេតុគឺជាទង្វើដែលយើងធ្វើតែការសាងហេតុគឺសម្រាប់អ្នកអនុវត្តច្បាប់ស្រូបទាញសាងហេតុដោយការមโนសាងហេតុដោយការប្រូក្រាមសាងហេតុសម្រាប់អ្នកលក់សាងហេតុដោយការផុសលក់អីវ៉ាន់ឥឡូវយើងលក់អនឡាញចាសាងហេតុដោយការផុសលក់សាងហេតុដោយការប៊ូផេកសាងហេតុដោយការទំនាក់ទំនងជាមួយនឹងសមាជិកឬក៏ទំនាក់ទំនងជាមួយនឹងអតិថិជនជាដើមអានោះហើយគេហៅថាសាងហេតុបើសិនណាជាយើងលក់អនឡាញក៏ប៉ុន្តែយើងគ្រាន់តែផុសលក់ដោយគ្មានទំនាក់ទំនងដោយគ្មានគេហៅថាផុសបែបវីដេអូឬក៏សាងជារូបភាពឲ្យស្អាតណាដើម្បីដាក់ឲ្យមានការតាក់ទាញដើម្បីឲ្យគេដឹងថាផលិតផលរបស់យើងនឹងវាមានគុណភាពបែបណាវាមានការលាបសាកឬក៏មានការប្រើឲ្យមើលអីជាដើមនោះហើយគេហៅថាសាងហេតុអញ្ចឹងការសាងហេតុបែបណាគឺទទួលផលបែបនោះបងប្អូនអញ្ចឹងសម្រាប់ការអនុវត្តច្បាប់ស្រូបទាញសាងហេតុគឺមានច្រើនបងប្អូនចាមានច្រើនសាងហេតុដោយមโนគឺយើងមโนទៅមុនយើងមโนឃើញរូបភាពយើងមโนឃើញអ្វីដែលយើងបងប្រាថ្នានឹងហើយអាហ្នឹងគេថាសាងហេតុដោយមโนមួយទៀតសាងហេតុដោយយើងប្រូក្រាមយើងចង់បានអីយើងចង់បានការលក់ដាច់យើងប្រូក្រាមរឿងលក់ដាច់ប្រូក្រាមហៅភ្ញៀវប្រូក្រាមហៅម៉ួយអានេះគឺយើងសាងហេតុចាសាងហេតុដោយអារម្មណ៍យើងទៅមុនអានេះគេហៅថាសាងហេតុចឹងបងប្អូនទាំងអស់គ្នាសម្រាប់ការអនុវត្តច្បាប់ស្រូបទាញត្រូវតែមានការសាងហេតុគេថាសាងហេតុទៅកើតផលអញ្ចឹងសាងហេតុនេះគឺយើងចឹងនិយាយថាដើម្បីឲ្យចិត្តរបស់យើងដើម្បីឲ្យខួរក្បាលរបស់យើងដើម្បីឲ្យភ្នែករបស់យើងហ្នឹងមើលឃើញចាអញ្ចឹងយើងអង្គុយសមាធិក៏យើងសាងហេតុយើងអង្គុយមโนអង្គុយគិត17វិនាទីក៏យើងសាងហេតុណាបងប្អូនអញ្ចឹងសាងហេតុគ្រប់ជ្រុងណាសាងហេតុឲ្យគ្រប់ជ្រុងអនុវត្តឲ្យគ្រប់ពេលទៅបានកើតបានផលណាបងប្អូនមិនគ្រាន់តែធ្វើលំហើយយើងទទួលបានស្រូបទាញមកបានផលមកតែបងប្អូនបើមិនធ្វើគ្រប់ជ្រុងបែបហ្នឹងទេគឺក៏អត់ទទួលបានផលដែរសាងហេតុដោយការបង្កើន energy គឺរំណាបងប្អូនអានេះសំខាន់បង្កើន energy ផលិត energy កាលណា energy របស់យើងធ្លាក់ចុះឬក៏ធម៌ពលរបស់យើងធ្លាក់ចុះគឺយើងអត់មានគេថាអត់មានអារម្មណ៍ដើម្បីទៅធ្វើការងារបន្តឲ្យអត់មានអារម្មណ៍ល្អដើម្បីទៅធ្វើការ
program ដើម្បីទៅធ្វើការសម័យអីផ្សេងបាននេះបងប្អូនអញ្ចឹងចាំបាច់ត្រូវតែរួមយ៉ាង key រួមនេះគឺសំខាន់បងប្អូន key រួម key ផលិត energy នេះគឺសំខាន់ណាស់អ្នកអនុវត្តច្បាប់ស្រូបទាញបើសិនណាជាមិនអនុវត្ត key រួមទេគឺបងប្អូនខាតកម្រៃច្រើនណាស់ចាគ្រាន់តែរួមហើយលក់ដាច់គ្រាន់តែរួមហើយលុយចូលគ្រាន់តែរួមហើយមុខរបររីចម្រើនបងប្អូនហេតុអីក៏អត់ធ្វើណាអញ្ចឹងបងប្អូនដែលស្ដាប់វីដេអូរបស់ខ្ញុំនេះហើយដែលគ្រាន់តែស្ដាប់ហើយមិនបានទៅអនុវត្ត key បង្កើន energy key ផលិតថាមពលគឺរួមអញ្ចឹងបងប្អូនទៅសាកធ្វើមើលណាចាបងប្អូនទៅសាកធ្វើមើលកុំថាអ្នកគ្រូចេះតែនិយាយទៅធ្វើសិនណាទៅរួមសិនថាតើរួមនេះវាធ្វើឲ្យយើងមានសុខភាពល្អផងព្រោះរួមទៅបាក់ញើសជោគតែម្ដងមិនបាច់ទៅហាត់ប្រាណណាទេរួមក៏សុខភាពល្អដែរចាប៉ុន្តែបើសិនណាជាយើងមានវ័យចំណាស់អីដូចខ្ញុំ50ជាងអីហើយរួមត្រូវគិតថងណាបងប្អូនកុំលោតកឆាក់កឆែងពេកអត់បានទេបងប្អូនយើងអាចរួមតែក្នុងចិត្តក៏បានដែរបងប្អូនមើលម៉ែរួយគាត់រួមចាគាត់រួមតែក្នុងលើកៅអីរបស់គាត់ហ្នឹងក៏បានដែរបងប្អូនរួមតែអញ្ចឹងគឺពេលដែលយើងកម្រើកខ្លួនប្រាណរបស់យើងកម្រើកដៃកម្រើកជើងកម្រើកចង្កេះកម្រើកអីអស់ហ្នឹងវាធ្វើឲ្យអារម្មណ៍យើងល្អគឺអានេះខ្ញុំបាននិយាយឲ្យគឺយើងបញ្ចេញអរម៉ូនendorphin ចាអរម៉ូន endorphin នេះគឺធ្វើឲ្យអារម្មណ៍របស់យើងនឹងល្អឲ្យយើងនឹងសើចបានឲ្យយើងនឹងញញឹមបានតែម្ដងអញ្ចឹង key រួមនេះសំខាន់បងប្អូនសម្រាប់អ្នកអនុវត្តច្បាប់ស្រូបទាញកាលណាមិនអនុវត្ត key សបមួយនេះណា key ថ្លៃមួយនេះ key ស្រាលមួយនេះគឺបងប្អូនខាតកម្រៃច្រើនចាអញ្ចឹងគឺការសាងហេតុដោយរួមនេះគឺសំខាន់បងប្អូនអញ្ចឹងពេលដែលយើងរាប់ហើយយើងមានអារម្មណ៍ល្អទៅធ្វើអីទៀតក៏បានដែរហើយគេហៅថាសាង energy សាងថាមពលនេះគឺវាមិនលើសពី3ម៉ោងទេបងប្អូនចាវាមិនលើសពី3ម៉ោង4ម៉ោងទេអញ្ចឹងវានឹងអស់ថាមពលទៅវិញអញ្ចឹងហើយបានម៉ែរួមក៏ថាឲ្យយើងរួមមួយថ្ងៃ2ដងសម្រាប់អ្នកអនុវត្តច្បាប់ស្រូបទាញជាពិសេសសម្រាប់កូនរបស់ម៉ែរួមទាំងអស់គ្នាដែលអនុវត្តច្បាប់ស្រូបទាញគឺឲ្យរួមមួយថ្ងៃ2ដងបងប្អូនទៅសាកធ្វើណាទៅសាករួមសប្បាយហើយបានសុខភាពល្អទៀតមិនបាច់ចេញទៅហាត់ប្រាណណាទេចាក់តែបាសរួមបងប្អូនចាក់តែទូរស័ព្ទហ្នឹងឲ្យដាក់កាសទៅឲ្យរួមទៅកុំខ្វល់ពីអ្នកណាមើលមកយើងធ្វើតែក្នុងផ្ទះយើងទេណាបងប្អូនសាកមើលមិនលើសពី21ថ្ងៃបងប្អូននឹងឃើញអភិនិហាអ្វីមួយនឹងកើតឡើងចំពោះជីវិតយើងមិនខានចាហើយមួយទៀតសម្រាប់បងប្អូនច្បាប់ស្រូបទាញច្រើនតែពេលដែលរួមហើយគឺគេប្រូក្រាមកំពុងតែរួមកឆាក់កឆែងហ្នឹងគេប្រូក្រាមចឹងបានអីគេប្រូក្រាមហ្នឹងចាប្រូក្រាមនេះគឺជាការសាងហេតុមួយដែលល្អបំផុតប្រូក្រាមញឹកប្រូក្រាមញាប់ចង់បានអីប្រូក្រាមហ្នឹងចង់បានការលក់ដាច់ហ៎ប្រូក្រាមហៅភ្ញៀវហៅមួយប្រូក្រាមលក់ដាច់ណាខ្ញុំគឺជាកំពូលអ្នកលក់ខ្ញុំលក់ដាច់អីវ៉ាន់ខ្ញុំចូលមក3ថ្ងៃបោះស្តុកចូលមកអស់រកតែអីវ៉ាន់លក់មិនបានណាភ្ញៀវមកហ៎កំងយកតម្លាក់លេខតម្លាក់ទីតាំងកំងយកប៊ូត page ហ៎ប៊ូតដើរឆាតមកតែងអីវ៉ាន់រៀបចេញមិនតាន់ប្រូក្រាមឲ្យរ៉េបយកមែនតើមកបងប្អូនតើព្រមมันអាចប្រូក្រាមបានព្រោះវាអត់ចាំបងប្អូនទៅសេវាឲ្យពេលដែលយើងចង់ប្រូក្រាមយើងយកវាមកអានដល់តែយូរបងប្អូនចាំឯងរ៉េបយកហ្មងអញ្ចឹងអ្វីដែលល្អអ្វីដែលយើងចង់បាននិយាយវាទៅអ្វីដែលល្អអ្វីដែលយើងចង់បាននិយាយវាទៅណាបងប្អូនចាអញ្ចឹងអ្វីក៏ដោយក៏កើតឡើងពីការសាងដែរការតាំងចិត្តសាងមិនមែនសុកវាកើតទេបងប្អូនដូចជារឿងផ្សេងដែលកើតឡើងចំពោះខ្លួនយើងក៏មិនមែនសុកវាកើតដែរគឺយើងជាអ្នកតាំងចិត្តសាងតាំងមិនបានដឹងតាំងមិនបានតាំងចិត្តហើយនឹងការតាំងចិត្តគឺយើងបានសាងរួចហើយយើងបានសាងវាពីមុនមករួចហើយទៅបានយើងកើតវាថ្ងៃនេះមកនិយាយឲ្យខ្លីដូចយើងរៀនអញ្ចឹងពីតូចឡើងយើងរៀន12ឆ្នាំប្រឡងបាក់ឌុបនេះហើយគឺជាការតាំងចិត្តសាងនៅក្នុងចំណេះទូទៅរបស់យើងអញ្ចឹងក្រោយពី12ឆ្នាំទៅយើងចេញមករលុយចាអញ្ចឹងនេះគឺជាការតាំងចិត្តសាងបងប្អូនអញ្ចឹងអ្វីក៏ដោយក៏កើតឡើងពីការតាំងចិត្តសាងដែរអញ្ចឹងបងប្អូនទាំងអស់គ្នា
chẳng bàn ấy tăng chất sang nằng nè chả chẳng bàn ấy tăng chất sang nằng ca tăng chất sang tơ bàn dương ban nơi ở ấy đại dương chẳng bàn ca tăng chất sang tơ bàn vía ban màu nơi ở ấy đại dương pratna chẳng bật bật cật việc ban màu trơ trơ chặt dương việc ban màu chom chom chặt dương việc ọt màu bẹp sập bạ việc ọt màu bẹp nhẹ nhảy á chả chẳng bọc ổn chẳng bàn ấy tăng chất sang nâng từ chẳng bàn nhiều trôi bình hang ấy chẳng bàn lụi bàn đạch đôi chạy free ấy bọc ổn program từ tăng chất sang rương program hao nhiều bọc ổn ní cứ chia cần lực sầm rạp này ăn vật chập sầu tiền ní cứ chia snow này chập sầu tiền bọc ổn chả cả tăng chất sang đòi program tăng chất sang đòi bằng càn energy tăng chất sang đòi mình nấu tăng chất sang đòi thưa đọc làm pi việt nam tăng chất sang crop giang tăng tăng chất sang đâu có nồng lù mình là vậy đam kê mình cho nên đi mình trở lại mình ở cái hào tháp khăn nè mình khăn mình sắp mình cung cuồn nè cứ bài đồng sao sạch cật lọ thơ lọ miên sạch chạ vi trà mình có họ phụt phồ đi hai cư chia để cho bắp sầu tiền bằng ổn chắc để chập bắp sầu tiền đi dây đam kê có mình bàn kết rương à khọ bị kê có mình bàn mơ rương kê sao rương kê có mình bàn á chả trắng đi hai cư chia nè ăn vật bắp sầu tiền nè ăn vật bắp sầu tiền cứ sạch tai chia mình lọ admin từ bắp poa nè nè thì hai thưaแต่ខ្លួនយើងបានហើយមិនចាំទៅចង់ឲ្យបដូរអ្នកនេះបដូរអ្នកនោះឬក៏មិនចាំបាច់ឲ្យចង់ឲ្យគេធ្វើឲ្យដូចយើងមិនទេធ្វើតែខ្លួនយើងបានគិតតែខ្លួនឯងថាកុំនិយាយដើមគេកុំស្ដាប់រឿងគេកុំចំណែនឈ្នានេះគេកុំកុហកគេណាឃើញគេមានបានអបអរគេចេះជួយយកអាសាគេហើយកុំដឹងរឿងគេច្រើនពេកកុំអូស Facebook ច្រើនពេកកុំអូស TikTok ច្រើនពេកងាកមកដឹងខ្លួនឯងវិញថាខ្លួនឯងឥឡូវនេះកំពុងតែគិតអីតើការគិតរបស់យើងនឹងវាពាក់ព័ន្ធវាបានផលទៅដល់គោលដៅដែលយើងត្រូវការដែរអត់បើអត់ទេឈប់ចាបើអត់ទេឈប់ងាកចូលមកក្នុងលូរបស់យើងវិញនេះហើយគេហៅថាអនុវត្តច្បាប់ស្រុកទាញគឺតម្រង់ក្រិតណាទាញចាប់អារម្មណ៍របស់ខ្លួនឯងនឹងគ្រប់ពេលគ្រប់វេលាអារម្មណ៍របស់យើងណាបងប្អូនចិត្តរបស់យើងហ្នឹងណាដូចទឹកអញ្ចឹងគេថាចិត្តមនុស្សដូចទឹកអញ្ចឹងកន្លែងណាទាបកន្លែងណាប្រហោងកន្លែងណាចន្លោះវាហូរទៅកន្លែងហ្នឹងវាដែលហូរទៅទីខ្ពស់ឯងទៅក៏ចាហើយក៏វាក៏ដែលហូរទៅត្រង់ដែរវាថាមានកលៈឡើងណាវាទៅឡើងហ្នឹងបងកលៈទៅឡើងហ្នឹងអញ្ចឹងដើម្បីឲ្យយើងត្រង់ចូលក្នុងលូរបស់យើងត្រូវតែតម្រង់វារហូតអញ្ចឹងជីវិតរបស់យើងនេះគឺរស់នៅក្រោមការគ្រប់គ្រងរហូតតែម្ដងហើយអ្នកដែលគ្រប់គ្រងខ្លួនឯងបានអ្នកដែលទាញចិត្តខ្លួនឯងបានគ្រប់ពេលវេលាអ្នកដែលតម្រែតម្រង់ផ្លូវជីវិតខ្លួនឯងគ្រប់ពេលគ្រប់វេលាគឺជាមនុស្សល្អបំផុតអត់មានទៅប៉ះពាល់អ្នកណាទេនៅតែយើងរស់នៅតែយើងប៉ុន្តែយើងមិនមែនជាមនុស្សក្រៅសង្គមទេណាបងប្អូនយើងមិនមែនជាមនុស្សក្រៅសង្គមទេយើងមិនមែនជាមនុស្សអាត្មានិយមទេគ្រាន់តែយើងមិនលូកដៃលូកជើងមិនចង្អេងចង្អាងមិនប៉ះពាល់ទៅដល់អ្នកជិតខាងមិនប៉ះពាល់ទៅដល់អ្នកដទៃតែប៉ុណ្ណឹងទេបងប្អូនចាអញ្ចឹងស្ដាប់ទៅម្ដងដូចរៀងងាយម្ដងដូចរៀងពិបាកមិនទេអ្នកគ្រូចាអញ្ចឹងបងប្អូនទាំងអស់គ្នាងាយចាប់ផ្ដើមអនុវត្តច្បាប់ស្រូបទាញតម្រង់ផ្លូវចិត្តខ្លួនឯងតម្រង់ការគិតខ្លួនឯងចេះដាក់គោលដៅចេះប្រូក្រាមចេះសមាធិអញ្ចឹងក៏ប៉ុណ្ណឹងចាប់ហើយបងប្អូនអនុវត្តច្បាប់ស្រូបទាញប៉ុណ្ណឹងបានហើយណាប៉ុណ្ណឹងបានហើយបងប្អូនចាអញ្ចឹងនៅក្នុងមុខរបររបស់ខ្លួនឯងនៅក្នុងគោលដៅរបស់ខ្លួនឯងជារៀងរាល់ថ្ងៃគឺអូខេហើយប៉ុណ្ណឹងចាអញ្ចឹងនេះហើយគឺជាថាមពលនៃការគេហៅថាថាមពលនៃការសាងចាថាមពលនៃការសាង